Hello ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំចង់និយាយពីមេរៀន condition នៅក្នុង Python ចឹង condition ហ្នឹងមានន័យថាវាគឺជាការប្រើប្រាស់នៅលក្ខខណ្ឌមួយដើម្បីឲ្យកម្មវិធីកូដយើងហ្នឹងសម្រេចចិត្តថាពិតឬក៏អត់ចឹងបើសិនជាវាពិតឲ្យវាដំណើរការធ្វើឲ្យមួយបើសិនជាអត់ពិតទេឲ្យវាធ្វើការគេឧទាហរណ៍ជីវិតប្រចាំថ្ងៃយើងឧទាហរណ៍ប្រសិនបើមេឃភ្លៀងអញ្ចឹងយើងចូលឆាត់បាំងអញ្ចឹងបើសិនជាអត់ភ្លៀងយើងបាំងអត់បាំងឆាត់ទេចូលឧទាហរណ៍ខ្ញុំបង្កើត file មួយឈ្មោះ test.py អញ្ចឹងដូចឧទាហរណ៍មិញខ្ញុំបង្កើត variable មួយឈ្មោះ rain ស្មើ true អញ្ចឹងខ្ញុំសរសេរថា if rain អញ្ចឹងគឺថា take an umbrella so now យើងនឹងឃើញថាចម្លើយគឺ take an umbrella ព្រោះកន្លែងនេះយើងបង្កាសវា true អញ្ចឹងនេះគឺជាឧទាហរណ៍នៃលក្ខខណ្ឌអញ្ចឹងខ្ញុំបិទកន្លែងនេះចោលអញ្ចឹងឧទាហរណ៍មួយទៀតគឺយើងម្ដងទៀតគឺយើងប្រើប្រាស់លក្ខខណ្ឌ if ហ្នឹងដើម្បីពិនិត្យថាលក្ខខណ្ឌហ្នឹងពិតឬក៏ false អញ្ចឹងបើពិតហ្នឹងឲ្យវាធ្វើអីគេបើមិនជាអត់ពិតហ្នឹងវាធ្វើអីឧទាហរណ៍ខ្ញុំបង្កើត variable មួយឈ្មោះ age ស្មើនឹង22អញ្ចឹងឥឡូវនេះខ្ញុំនឹងដាក់ if age ធំជាងឬស្មើ18អញ្ចឹងខ្លីនេះខ្ញុំដាក់ឲ្យវា print sorry អញ្ចឹងត្រឹមខ្ញុំដាក់ថាស្មើ20sorry អូខេស្មើ20ដល់ប្រែស្មើ18អញ្ចឹងឥឡូវនេះខ្ញុំដាក់ថា print អញ្ចឹងខ្ញុំដាក់ you can vote so អញ្ចឹងកន្លែងហ្នឹងប្រសិនបើយើងប្រសិនបើវាពិតកន្លែងហ្នឹងវានឹងដំណើរការនៅលក្ខខណ្ឌហ្នឹងអញ្ចឹង you can vote អញ្ចឹងបើសិនជាវាអត់ពិតអញ្ចឹងខ្ញុំឲ្យវា print you cannot vote អញ្ចឹងកន្លែងហ្នឹងបើសិនជាលក្ខខណ្ឌដែលយើងប្រៀបធៀបនឹងពិតអញ្ចឹងវានឹងដំណើរនៅលក្ខខណ្ឌទី1អញ្ចឹងបើសិនជាលក្ខខណ្ឌហ្នឹងអត់ពិតទេគឺវាដល់នៅលក្ខខណ្ឌហ្នឹងជាងឧទាហរណ៍កន្លែងហ្នឹងខ្ញុំបង្កើតថាអាយុ20ធំជាង18អត់អញ្ចឹងធំជាងអញ្ចឹងកន្លែងខ្ញុំដាក់ថា21អញ្ចឹងកន្លែងហ្នឹងគឺវាច្បាស់ជាដើរនៅលក្ខខណ្ឌក្រមហើយអញ្ចឹង you cannot vote so អញ្ចឹងឧទាហរណ៍យើងប្រើប្រាស់ច្រើនលក្ខខណ្ឌអញ្ចឹងកន្លែងហ្នឹងខ្ញុំបង្កើត variable មួយឈ្មោះ score ស្មើ70អញ្ចឹងកន្លែងហ្នឹងខ្ញុំសរសេរលក្ខខណ្ឌមួយ if score ធំជាងឬស្មើ90 so អញ្ចឹងកន្លែងហ្នឹងយើង print a អញ្ចឹងមកបន្តទៀតខ្ញុំដាក់ថា else if score ធំជាងឬស្មើ80អញ្ចឹងកន្លែងហ្នឹងខ្ញុំឲ្យ print b អញ្ចឹងកន្លែងហ្នឹង else if score ធំជាងឬស្មើ70អញ្ចឹងកន្លែងហ្នឹងខ្ញុំ print c មួយទៀតអញ្ចឹងខ្ញុំដាក់ else if score ធំជាងឬស្មើ60អញ្ចឹងហើយខ្ញុំ print d អញ្ចឹងមួយទៀតគឺ else if score ធំជានេះខ្ញុំដាក់អញ្ចឹងហើយហ្នឹងខ្ញុំដាក់ l បានអញ្ចឹងហើយហ្នឹងខ្ញុំដាក់ l អញ្ចឹងគឺ l ឲ្យ print f
ចឹងកន្លែងហ្នឹងគឺបន្ទុកយើងស្មើ70ចឹង70អត់ធំជាង90ចឹងក៏អត់ចឹងអ្នកមកចូលនៅលក្ខខណ្ឌនេះធំជាងឬស្មើធំជាងឬស្មើ what error okay คลิกต่อ clear ចឹងកន្លែងហ្នឹងគឺដើរមកចឹងវាដើរនៅលក្ខខណ្ឌនេះព្រោះបន្ទុកយើងស្មើ70អូខេចឹង70ស្មើ70ចឹងដល់មួយទៀតខ្ញុំប្រើប្រាស់ឧទាហរណ៍ខ្ញុំបង្កើតប្រាប់មួយឈ្មោះតាមស្មើតាមស្មើនឹង35នេះចឹងកន្លែងនោះខ្ញុំនិយាយថា f តាមធំជាងឬស្មើ40ចឹងខ្ញុំ print it's hot MP okay so ចឹងកន្លែងនេះខ្ញុំដាក់ថា LF តាមធំជាងឬស្មើ30ចឹងកន្លែងនេះខ្ញុំដាក់ print it's warm អូខេវាអត់កណ្ដៅល្មមចឹងហើយខ្ញុំដាក់ print LF sorry LF តាមធំជាងឬស្មើនឹង20ចឹងខ្ញុំ print it's cold ចឹងទៀតខ្ញុំដាក់ថា LF តាមធំជាងឬក៏ស្មើនឹង10ចឹងកន្លែងហ្នឹងខ្ញុំដាក់ print កន្លែងខ្ញុំដាក់ថា normal it's cold and ខ្ញុំដាក់ថា L print ចឹងដល់កន្លែងហ្នឹងបើសិនជាលក្ខខណ្ឌនឹងអត់ពិតទាំងអស់ទេចឹងវានឹងដំណើរការនៅលក្ខខណ្ឌក្រោមហ្នឹង why is error refreshing អូខេចឹងវា it's warm 35ចឹងធំជាងស្មើ35ចឹងនៅចន្លោះហ្នឹងចឹងវាដើរនៅប្លុកហ្នឹងអូខេចឹងចូលមកដល់មួយទៀតខ្ញុំឧទាហរណ៍ពីការប្រើប្រាស់នៅ nested if ចឹង nested if ហ្នឹងមានន័យថាគឺជា if មួយដែលស្ថិតនៅក្នុង if មួយទៀតចឹងឧទាហរណ៍ខ្ញុំប្រកាស variable មួយឈ្មោះ a ស្មើនឹង20 and ខ្ញុំធ្វើថា has id ស្មើ true so ចឹងខ្ញុំនឹងធ្វើថា if a ធំជាងឬស្មើនឹង18ធំជាងឬស្មើ18 and ខ្ញុំនឹងធ្វើថា if has id so ចឹងខ្ញុំ print
Okay, you can enter. So chẳng bao giờ chia yes chẳng phải nhắc viên này trên thái you can enter. Ok chẳng ưu tao trong bậc cao đại bố days mà nâng Saturday chẳng phải nhắc trong đó if day mà nâng Saturday ឬក៏ dayស្មើ Sunday ចឹងវាខ្ញុំឲ្យតែ print it's weekend ចឹងកន្លែងហ្នឹងគឺវានឹងដាក់ it's a weekend ចឹងវា true ចឹងកន្លែងហ្នឹងខ្ញុំដាក់ថា Monday okay Monday អត់ចេញអីព្រោះយកបានប្រើ else ចឹងឥឡូវខ្ញុំដាក់ else ចឹង it's a weekday អូខេចឹងវានឹងដើរលក្ខខណ្ឌក្រោមវិញអូខេចឹងវីដេអូនេះមានតែប៉ុណ្ណឹង